Chi mà bọc nhưng mà ngày bơ play bơ ngày bơ play mà tóc nắng ở chẳng hay ai cô sẽ hai mà lẽ mình thua mà đà mền sangประหาร Pol Pot ទៅហើយដាក់គ្រឿងចាក់ logic ដីព្រែកយកទៅលក់យ៉ាងរំភើយទាំងដែលសាលាស្រុកបានចុះមកហាមឃាត់ជាច្រើនដងទៅហើយក៏ព្រោះតែការជីកព្រែកខាងលើនេះគឺគ្មានច្បាប់អនុញ្ញាតនោះឡើយមិនត្រឹមតែប៉ុណ្ណោះទេពេលដែលអ្នកសារព័ត៌មានចុះទៅថតយករូបភាពហើយបានរាយការណ៍ជូនថ្នាក់លើនោះបែរជាម្ចាស់គ្រឿងចាក់ខាងលើនោះបំរុងនិងបើករថយន្តបំបុកសម្លាប់និងបង្កហិង្សាទៅលើអ្នកសារព័ត៌មាននៅតាមផ្លូវស្ងាត់ម្នាក់ឯងទៅវិញដែលមើលទៅពិតជាសាហាវមែនទែនបងប្អូនប្រិយមិត្តជាទីមេត្រីយើងក៏លេចទៅមើលរូបភាពនៃវីដេអូបាទដែលអ្នកសារព័ត៌មានម្នាក់ដែលគាត់បានជិះម៉ូតូទៅប្រឌិតយករូបភាពនិងធ្វើការរាយការណ៍ព័ត៌មាននេះជូនទៅដល់ថ្នាក់ដឹកនាំជាពិសេសគឺអាជ្ញាធរស្រុកពញាលឺតែម្ដងប៉ុន្តែក្រោយពេលដែលគាត់បានជិះម៉ូតូទៅដល់កន្លែងជីកព្រែកខាងលើនោះហើយរឿងរ៉ាវដ៏សែនហួសចិត្តមួយបានកើតឡើងទៅលើរូបគាត់ដោយអ្នកសារព័ត៌មានមួយរូបនោះកំពុងតែជិះម៉ូតូប្រឌិតយករូបភាពនៅតាមបណ្ដោយព្រែកដែលម្ចាស់គ្រឿងចាក់ខាងលើនោះបានលួចជីកដោយស្ងាត់ៗនោះស្រាប់តែអ្នកសារព័ត៌មានម្នាក់នោះក៏បានរងនឹងការគំរាមកំហែងទៅដល់អាយុជីវិតក្រោយពីម្ចាស់គ្រឿងចាក់ខាងលើនោះបានប្រើប្រាស់អំពើហិង្សាទៅលើរូបគាត់និងបាក់ឡានបំរុងបំបុកសម្លាប់អ្នកសារព័ត៌មានម្នាក់នោះដើម្បីបំបិទមាត់ចោលថែមទៀតផងការទទួលរងនឹងការគំរាមកំហែងដល់អាយុជីវិតនិងការប្រើប្រាស់ហិង្សាទៅលើរូបគាត់នេះពីសំណាក់ម្ចាស់គ្រឿងចាក់ខណៈដែលគាត់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពញាលឺស្រុកពញាលឺខេត្តកណ្ដាលដែលបានរាយការណ៍ប្រាប់គាត់ជុំវិញករណីក្រុមរថយន្តដឹកដីធំៗដែលមានឈ្មោះតាដាដែលជាម្ចាស់គ្រឿងចាក់រួមនឹងកូនប្រុសម្នាក់ទៀតមានឈ្មោះយមសុផានិតបាននាំគ្នាលួចជីកដីព្រែកយកទៅលក់យ៉ាងអនាធបត័យតែម្ដងខណៈដែលដឹងថាការជីកដីព្រែកនេះគឺគ្មានច្បាប់ទម្លាប់នោះឡើយក្រោយពីទទួលបានដំណឹងមួយនេះភ្លាមអ្នកសារព័ត៌មានមួយរូបក៏បានធ្វើការទៅប្រឌិតយកព័ត៌មានដោយផ្ទាល់និងបានរាយការណ៍ទៅកាន់ការិយាល័យរាយនឹងធម្មពលស្រុកពញាលឺនិងបានរាយការណ៍បន្ថែមទៀតទៅកាន់លោកអភិបាលស្រុកពញាលឺនោះគឺលោកថនសវណ្ណាហើយក៏បានធ្វើដំណើរទៅថតរូបភាពភ្លាមៗតែម្ដងដែលមានទីតាំងនៅក្នុងឃុំព្រែកល្វាខ្លីឃុំពញាលឺស្រុកពញាលឺខេត្តកណ្ដាលក្រោយថតរូបរួចហើយនោះគាត់ក៏បានធ្វើដំណើរត្រឡប់មកកាន់ផ្លូវជាតិវិញស្រាប់តែមានបរិសម្នាក់ឈ្មោះយឹមផានិតបែរក្រយន្តនីសាន់ពាក់ផ្លាកលេខភ្នំពេញ 2U7477 ដែលត្រូវជាកូនប្រុសម្ចាស់គ្រឿងចាក់បានបើកក្រយន្តក្នុងល្បឿនយ៉ាងលឿនសម្ដៅទៅបំបុកអ្នកសារព័ត៌មានរូបនេះនៅនឹងតាមផ្លូវដ៏ស្ងាត់ជ្រងំដែលមិនមានមនុស្សសូម្បីតែម្នាក់ខណៈពេលនោះដែរជនរងគ្រោះដែលជាអ្នកសារព័ត៌មានបានជិះម៉ូតូកិច្ចផុតហើយបរិបខាងលើក៏ចុះពីលើរថយន្តមកកាច់សោម៉ូតូពលុតនិងប្រតាយប្រតបទៅលើរូបគាត់ហើយគាត់ក៏បានរត់គេចខ្លួនយកតែប្រាក់អាយុនិងបានស្រែកឲ្យគេជួយដែរហើយក៏បានខលទូរស័ព្ទទៅកាន់អធិការនគរបាលស្រុកពញាលឺតែម្ដងដើម្បីសុំកិច្ចអន្តរាគមន៍ប្រពន្ធពីប្រធានការិយាល័យស្រុកពញាលឺមួយរូបបានឲ្យដឹងថាទីតាំងខាងលើនេះគឺពុំមានការអនុញ្ញាតពីខាងអាជ្ញាធរស្រុកនោះឡើយដោយពួកគាត់បានធ្វើការហាមឃាត់ជាច្រើនដងកន្លងទៅហើយដែរនឹងបានណែនាំឲ្យម្ចាស់គ្រឿងចាក់ខាងលើនេះស្នើសុំទៅកាន់សាលាខេត្តដើម្បីធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវផងដែរតែម្ចាស់គ្រឿងចាក់ខាងលើនៅមិនទាន់អនុវត្តតាមការណែនាំនោះឡើយដែលតែងតែលួចលាក់ជីកដីព្រែកមួយនេះយកទៅលក់ដដែលជាដដែលហើយគាត់ក៏បានជម្រាបជូនទៅកាន់មន្ទីររាយនឹងធម្មពលខេត្តកណ្ដាលចំនួន2ដងទៅហើយដែរដើម្បីសុំការអន្តរាគមន៍ពីមន្ត្រីជំនាញខេត្តមកជួយឃាត់និងចាប់យកគ្រឿងចាក់ខាងលើនេះដោយសារតែខាងអាជ្ញាធរស្រុកបានឃាត់ច្រើនដងមកហើយតែគាត់នៅតែធ្វើដោយពេលនោះគាត់ថាគាត់សុំតែសម្បកដីស្រែនោះទេចុះហេតុអ្វីបានជាគាត់ទៅលួចដីព្រែកទៅវិញគាត់បានបន្តឲ្យដឹងទៀតថាលោកអភិបាលស្រុកពញាលឺបានទទួលដំណឹងនេះភ្លាមនិងបានធ្វើការរៀបចំកោះអញ្ជើញបុគ្គលទាំងពីរនេះឲ្យពុកនិងកូនមកជួបប្រជុំនៅសាលាស្រុកពញាលឺនៅថ្ងៃច័ន្ទនេះហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់រីឯអ្នកនាំពាក្យក្រសួងរាយនឹងធម្មពលបានឲ្យដឹងទៀតថាគាត់បានទទួលព័ត៌មាននេះហើយគាត់នឹងចាត់ឲ្យមន្ត្រីជំនាញឲ្យចុះទៅធ្វើការភ្លាមតែម្ដងជុំវិញករណីខាងលើនេះប្រធានសមាគមនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការថ្កោលទោសយ៉ាងខ្លាំងជុំវិញនៃការប្រើប្រាស់អំពើហិង្សានិងការប៉ុនប៉ងធ្វើឃាតទៅលើអ្នកសារព័ត៌មានមួយរូបដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួនទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលថានេះគឺជាអំពើដ៏សាហាវយងក្នុងបំផុតសឹងប្រហែលពលពតទៅហើយពីសំណាក់អ្នកមានលុយនិងអ្នកមានអំណាចមកលើក្រមអ្នកសារព័ត៌មានដែលធ្វើការដោយភាពត្រឹមត្រូវនោះហើយច្បាប់គួរតែចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលដែលជាជនដៃដល់ទាំងពីរអ្នកឪពុកកូនខាងលើនេះ
ជំវិញករណីបន្ថែមខាងលើក្រុមអ្នកសារព័ត៌មាននិងសមាគមអង្គភាពសារព័ត៌មានជាច្រើនបានស្នើសុំទៅដល់លោកស្នងការនគរបាលខេត្តកណ្ដាលនោះគឺលោកឈឿនសុចិត្តនិងលោកអធិការនគរបាលស្រុកពញាលឺគឺលោកវរៈសនីឯកដួងតេងសូមមេត្តាជួយរកយុត្តិធម៌និងផ្ដល់ភាពត្រឹមត្រូវជូនទៅដល់អ្នកសារព័ត៌មានមួយរូបនេះផងនិងស្នើសុំទៅដល់មន្ទីររាយនឹងធម្មពលខេត្តកណ្ដាលសូមមេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឿងចក្រខាងលើដែលកំពុងតែធ្វើអាជីវកម្មដ៏ខុសច្បាប់ខាងលើនេះរាយការណ៍ព័ត៌មានដោយខ្ញុំបាទសវណ្ណរិទ្ធរតនាពីស្រុកពញាលឺខេត្តកណ្ដាលជួយបងឯងមកទាញម៉ូតូខ្ញុំបដូរទៅហើយបងឯងឥឡូវខ្ញុំម៉ូតូខ្ញុំដាក់គៀនវិញជិះមកបបុកខ្ញុំបងឯងមើលផ្លូវមើលបងឯងមើលផ្លូវមើលទុកហ្នឹងអញ្ចឹងឥឡូវបងឯងមកចាប់ខ្ញុំធ្វើអីខ្ញុំចោះមកកន្លែងហ្នឹងតែខ្ញុំមានមកធ្វើអីស្រេចខ្ញុំ17 12ជួយរាយការណ៍បងលឿនតិចអូន